បើអ្នករត់5គីឡូរាល់ថ្ងៃរយៈពេល30ថ្ងៃរាងកាយអ្នកនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងហើយចំណុចទី7អាចធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល1អ្នកនឹងសប្បាយចិត្តជាងមុនការរត់បញ្ចេញអរម៉ូន endorphin ដែលជួយកាត់បន្ថយ stress និងធ្វើឲ្យអារម្មណ៍ល្អ2ដុតកាឡូរីបានច្រើនរត់5គីឡូអាចដុតបានប្រហែល300ទៅ500កាឡូរីអាស្រ័យលើទម្ងន់និងល្បឿនរត់3ជង្គង់រឹងមាំជាងមុនការរត់ត្រឹមត្រូវអាចជួយពង្រឹងសាច់ដុំនិងសន្លាក់មិនមែនបំផ្លាញជង្គង់ដោយដែលមនុស្សជាច្រើនគិតទេ4បេះដូងមានសុខភាពល្អហានិភ័យជំងឺបេះដូងសម្ពាធឈាមនិងទឹកនោមផ្អែមអាចថយចុះ5គូក្បាលដំណើរការល្អជាងមុនការរត់ជួយបង្កើនការផ្ដោតអារម្មណ៍ការចងចាំនិងភាពច្នៃប្រឌិត6គេងលក់ស្កប់ស្កល់អ្នកនឹងគេងលក់ស្កប់ភ្ញាក់ឡើងជាមួយនឹងថាមពល7ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំការរត់ប្រចាំថ្ងៃអាចជួយឲ្យរាងកាយប្រឆាំងនឹងជំងឺបានល្អជាងមុន8ជើងស្អាតនិងមានរាងសមសួនសាច់ដុំជើងរឹងមាំកំភួនជើងស្អាតនិងរាងកាយកាន់តែ fit 9តែគុំរត់លើសកម្លាំងសម្រាប់មួយថ្ងៃទៅ2ថ្ងៃក្នុងមួយសប្តាហ៍ប្រើស្បែកជើងដែលត្រឹមត្រូវសមរម្យសម្រាប់ការរត់និងបន្ថែមចម្ងាយបន្តិចម្ដងតែអ្នកហ៊ាន challenge ជាមួយខ្លួនឯងរត់5គីឡូចំនួន30ថ្ងៃទេ comment ខាងក្រោមហើយ share ទៅមិត្តម្នាក់ដែលគួរតែចាប់ផ្ដើមរត់ថ្ងៃនេះបើសិនជាបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច follow និង share ម្នាក់មួយផង